អ្នកច្បាប់ថាពិភពលោកទាំងមូលលែងជឿទុកចិត្តលើប្រទេសថៃថាជាអរិយរដ្ឋទៀតហើយចាប់ពីពេលនេះតទៅការផ្សាយនៅថ្ងៃទី1ខែ1ឆ្នាំ2026អ្នកច្បាប់ចាត់ទុកថាការដោះលែងទាហានខ្មែរទាំង18នាក់ជាទង្វើត្រឹមត្រូវលើកដំបូងដែលភាគីថៃបានបង្ហាញក្រោយពីចំនួនតាមព្រំដែនជាមួយគ្នាទាំងពីរលើកដែលមានរយៈពេលជិត1ឆ្នាំមកនេះអតីតមេធាវីសាលាក្តីខ្មែរក្រហមលោកកងរិទ្ធគិរីសរសេរលើគណនី Facebook របស់ខ្លួននៅថ្ងៃទី31ធ្នូនេះថាចាប់ពីពេលនេះតទៅពិភពលោកទាំងមូលរួមទាំងប្រទេសកម្ពុជាផងលែងជឿទុកចិត្តប្រទេសថៃថាជាអរិយរដ្ឋទៀតហើយដោយសារតែថៃបានបង្កបញ្ហាជាច្រើនតាមព្រំដែននិងលើឆាកអន្តរជាតិជាមួយប្រទេសកម្ពុជាដែលនាំដល់ភាពអាម៉ាស់ផ្នែកការទូតយ៉ាងធ្ងន់ធ្ងរលោកថាភាពអាម៉ាស់របស់ថៃបានបង្ហាញតាមទង្វើជាច្រើនដូចជាការមិនគោរពច្បាប់ការទូតការមិនគោរពបទបញ្ញត្តិនានានៅក្នុងច្បាប់មនុស្សធម៌អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់នៃសន្ធិសញ្ញាអន្តរជាតិដែលរដ្ឋជាហត្ថលេខីត្រូវតែគោរពដូចជាសន្ធិសញ្ញាបារាំងសៀមរួមទាំងផែនទីបារាំងសៀមដែលជាមូលដ្ឋានគ្រឹះសម្រាប់កំណត់ដែនសីមាកម្ពុជាថៃព្រមទាំងច្បាប់សង្គ្រាមជាដើមប៉ុន្តែច្បាប់ទាំងនេះត្រូវថៃរំលោភបំពានជាបន្តបន្ទាប់ដូចជាការវាយប្រហារលើគោលដៅស៊ីវិលវាយប្រហារលើតំបន់វប្បធម៌រួមមានប្រាសាទព្រះវិហារនិងការប្រកាសវាយប្រហាររបស់កងទ័ពថៃមកលើរដ្ឋអធិបតេយ្យកម្ពុជាដោយមិនក្រែងច្បាប់អន្តរជាតិជាពិសេសធម្មនុញ្ញសហប្រជាជាតិថែមទៀតនោះលោកកងរិទ្ធគិរីបញ្ជាក់ថាអរិយាប័ត្ររបស់រដ្ឋាភិបាលថៃពេលនេះមិនគ្រាន់តែរងការរិះគន់ត្រឹមតែភាគីចំនួនកម្ពុជានិងអន្តរជាតិនានានោះទេប៉ុន្តែក៏ត្រូវរងការរិះគន់យ៉ាងខ្លាំងពីបញ្ញវន្តថៃដែលមានមនសិការនិងសារព័ត៌មានថៃដែលប្រកាន់ភ្ជាប់នៅមនសិការវិជ្ជាជីវៈរបស់គេផងដែរក្រមហេតុផលថាថៃបានធ្វើរឿងដែលនាំដល់ការបាត់ទំនុកចិត្តលើរដ្ឋថៃពីសហគមន៍អន្តរជាតិការអះអាងនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថៃសម្រេចដោះលែងកងទ័ពកម្ពុជាទាំង18នាក់នៅថ្ងៃពុធនេះក្រោយយោធាថៃឃុំខ្លួនអស់រយៈពេល155ថ្ងៃមកនោះទោះជាអ្នកច្បាប់ខ្មែរមើលឃើញដូចនេះក្តីពលរដ្ឋខ្មែរជាច្រើនឯទៀតរួមទាំងសហគមន៍អន្តរជាតិផងដែរមិនបានស្គាល់ទោសរដ្ឋាភិបាលនិងកងទ័ពថៃនោះទេគេគ្រាន់តែអំពាវនាវឲ្យការចរចាគ្នាបញ្ចប់ចំនួនតែប៉ុណ្ណោះនេះមកពីប្រទេសថៃឡង់ប្រាប់ពិភពលោកថាគេបង្ក្រាបកាត់ផ្ដាច់ប្រព័ន្ធសម្បុកឆបោកតាមអនឡាញ scam ដែលរីកស្គុះស្គីតាមកាស៊ីណូក្នុងប្រទេសកម្ពុជាសង់តាមតំបន់ព្រំដែនខ្មែរថៃហើយបណ្ដាលឲ្យប្រជាពលរដ្ឋប្រទេសជាច្រើនរងគ្រោះដោយសារអំពើឧក្រិដ្ឋនេះសហរដ្ឋអាមេរិកប្រទេសចិនវៀតណាមឥណ្ឌូនេស៊ីបានប្រាប់រដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ2022អំពីឧក្រិដ្ឋជនបង្កើតបណ្ដាញឆក់បោកនៅប្រទេសកម្ពុជាប៉ុន្តែមន្ត្រីរដ្ឋាភិបាលមិនបានប្រឹងបង្ក្រាបខ្លាំងក្លានោះឡើយក្រសួងការពារជាតិប្រទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី31ធ្នូនេះដែលថាវីរៈកងទ័ពកម្ពុជាទាំង18នាក់ត្រូវបានយោធាថៃដោះលែងឲ្យត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី31ខែធ្នូឆ្នាំ2025វេលាម៉ោង 10:00 នាទីព្រឹកក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃនៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ GBC កាលថ្ងៃទី27ធ្នូកន្លងទៅរាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមយ៉ាងមុតមមថាការដោះលែងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងជំនឿជឿជាក់និងជំនឿទុកចិត្តព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការការអភិវឌ្ឍនិងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញដើម្បីជាប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងពីរនាពេលឆាប់ខាងមុខជុំវិញបញ្ហានេះស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី31ធ្នូនេះដែលថាការដោះលែងយោធាកម្ពុជាដែលជាប់ឃុំឃាំងទាំង18នាក់នៅថ្ងៃនេះគឺជាជំហានវិជ្ជមានមួយដែលនឹងជួយស្ដារការជឿជាក់និងទំនុកចិត្តរវាងកម្ពុជាថៃឡើងវិញចំណែកឯអគ្គរដ្ឋទូតចក្រភពអង់គ្លេសលោកដូមមីនិកវ៉ាឡេមបានលើកឡើងនៅដដែលនេះដែលថាការដោះលែងនេះគឺជាការវិវត្ត
ជាវិជ្ជមានមួយគណៈចក្រភពអង់គ្លេសនៅតែបន្តលើកទឹកចិត្តដល់ភាគីទាំងពីរឲ្យចាត់វិធានការបន្ថែមទៀតដើម្បីកាត់បន្ថយភាពតានតឹងរវាងប្រជាជនទាំងពីរនិងដើម្បីកសាងសន្តិភាពយូរអង្វែងរីឯស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជាលោក Stefan Misser បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃតែមួយនេះដែលថានេះគឺជាជំហានមួយឆ្ពោះទៅរកបទច្បាញ់ដែលកាន់តែរឹងមាំហើយការវិវត្តនេះបង្ហាញពីការផ្លាស់ប្ដូរវិជ្ជមាននិងបង្កើតឱកាសដើម្បីកសាងទំនុកចិត្តឡើងវិញលោកបានបន្ថែមទៀតថាប្រទេសអាល្លឺម៉ង់នៅតែបន្តបដិញ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការគ្រប់គ្រងសន្តិនិកដោយសន្តិវិធីនិងស្ថិរភាពរយៈពេលវែងរវាងប្រទេសទាំងពីរយោធាខ្មែរទាំង18នាក់ត្រូវបានយោធាថៃចាប់ខ្លួនកាលពីថ្ងៃទី29ខែកក្កដាឆ្នាំ2025បន្ទាប់ពីកម្ពុជានិងថៃបានព្រមព្រៀងលើបទឈប់បាញ់ដែលផ្ដួចផ្ដើមដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលថ្ងៃទី28ខែកក្កដាជុំវិញបញ្ហានេះមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារឧត្តមសេនីយ៍តូច័ន្ទសុភត្រាកាលពីថ្ងៃទី30ខែកក្កដាឆ្នាំ2025បានប្រាប់សេនានុព័ន្ធយោធានិងមន្ត្រីការទូតទាំង13ប្រទេសដោយចោទថាក្រោយពីបទឈប់បាញ់ចូលជាធរមានទាហានថៃបានប្រើល្បិចកលចាប់យកទាហានកម្ពុជាចំនួន23នាក់ឧត្តមសេនីយ៍តូច័ន្ទសុភត្រាអះអាងថាក្រោយពេលមានបទឈប់បាញ់គ្នាទាហានថៃបានដើរមកស្វាគមន៍កម្ពុជាដោយសម្ដែងនៅការសម្រុះសម្រួលនិងសុំទាហានកម្ពុជាថតរូបជាមួយគ្នាថែមទៀតប៉ុន្តែពេលកំពុងថតរូបក្រុមទាហានថៃដែលបង្កប់ខ្លួននៅក្នុងព្រៃក៏បានចេញមកភ្ជាប់កាំភ្លើងចាប់ខ្លួនទាហានខ្មែរតែម្ដងចំណែកឯយោធាថៃវិញគេប្រាប់អន្តរជាតិថាទាហានខ្មែរទាំងនោះគេចាប់បានក្នុងសមរភូមិហើយចាត់ទុកថាជាឆ្លើយសឹកក្រោយចាប់ខ្លួនភាគីថៃបានពន្យាពេលដោះលែងទាហានកម្ពុជាទាំង18នាក់ជាបន្តបន្ទាប់ក្នុងនោះថៃក៏បានផ្លឹបសន្យាដោះលែងទាហាននៅថ្ងៃទី12ខែវិច្ឆិកាម្ដងដែរក្រោយថៃឯកភាពលើបទច្បាញ់កាលពីថ្ងៃទី26ខែតុលាដែលប្រធានាធិបតីសហរដ្ឋអាមេរិកចេញមុខធ្វើជាសាក្សីប៉ុន្តែភាគីថៃបានបដិសេធដោះលែងវិញគណៈកម្ពុជាចាត់ទុកទង្វើរបស់ថៃបែបនេះថាជាល្បិចកលយកទាហានកម្ពុជាទាំង18នាក់ធ្វើជាចំណាក់ខ្មាំងក្នុងចំនួនព្រំដែនរវាងប្រទេសទោះជាយ៉ាងនេះក្តីភាគីថៃសន្យាចំពោះមុខអន្តរជាតិថាគេនឹងដោះលែងឆ្លើយសឹកទាំងអស់ដរាបណាស្ថានភាពតាមព្រំដែនស្ងប់ស្ងាត់ឈប់បាញ់គ្នាបាទព័ត៌មាននេះគឺមានបានប៉ុណ្ណេះឯងរាល់ការអានរបស់ខ្ញុំបាទមានការខ្វះខាតលើសលួសដោយប្រការណាមួយសូមបងប្អូនអធិស្ឋានសម្រាប់បងប្អូនថ្មីដែលអត់ទាន់បានចុច Subscribe Channel របស់ខ្ញុំបាទសូមបងប្អូនជួយចុច Subscribe ដាក់រូបកណ្ដឹងដើម្បីបានវីដេអូថ្មីជាបន្តទៀតបាទសូមអរគុណសូមជម្រាបលាបាទ